ស្ដីដល់គ្នាថ្ងៃហ្នឹងឥឡូវហ្នឹងយើងនៅបាតកម្មប្រឆាំងនឹងការឈ្លានពានបរថៃមកលើកម្ពុជាឥឡូវហ្នឹងខ្ញុំនឹងដើរសម្ភាសខ្មែរយើងដែលគាត់មានវត្តមាននៅទីនេះផ្ទាល់យើងទៅសួរចំណាប់អារម្មណ៍គាត់ទាំងអស់គ្នាមានអារម្មណ៍រំភើបទោះបីជាថាយើងនៅឆ្ងាយពីស្រុកកំណើតយើងមានក៏ប៉ុន្តែយើងមានការឈឺចាប់ក្នុងនាមយើងជាខ្មែរជាមួយខ្ញុំមោទនភាពដែលឃើញខ្មែរយើងទាំងអស់មិនថាបកណាបកណីទេគឺពេលយើងរួមគ្នាហើយថ្ងៃនេះឃើញខ្មែរច្រើនថ្ងៃនេះខ្ញុំមានអារម្មណ៍សោកស្ដាយជាពន់ពេកដែលសៀមបានឈ្លានពានប្រទេសខ្មែរយើងអារម្មណ៍ថាឈឺចិត្តមែនទែនដែលប្រទេសថៃក៏ដូចជាមេដឹកនាំថៃនៅតែឈ្លានពានប្រទេសខ្មែរទាំងដែលខ្មែរគឺត្រូវការសន្តិភាពភើបថាខ្មែរយើងចេះស្រឡាញ់គ្នាចេះរួបរวมគ្នាឲ្យពិភពលោកឃើញថាខ្មែរយើងរួបរวมគ្នាហើយប្រឆាំងនឹងការឈ្លានពានរបស់ធៀមអារម្មណ៍សប្បាយចិត្តដែលឃើញបងប្អូនខ្មែរយើងទាំងអស់គ្នាមកចូលរួមធ្វើបដកម្មយ៉ាងនេះដើម្បីឲ្យចៅសៀមវាឈប់ររឿងទៅថ្ងៃក្រោយ Fantastic to see them united and everyone together. Yeah, it's I think it's good because it's certainly brought the community together. បើនិយាយសប្បាយចិត្តខ្ញុំអត់សប្បាយទេប៉ុន្តែខ្ញុំឈឺចាប់ហើយខ្ញុំក៏សប្បាយចិត្តនឹងមានប្រជាជនដែលចូលរួមច្រើនអ្នកមែនទែនដែលយើងសឹកតែរាប់ពាន់អ្នកអារម្មណ៍របស់អាត្មាគឺដល់ពេលយើងបានចូលរួមអញ្ចឹងទៅទោះបីជាយ៉ាងណាយ៉ាងណីក៏ដើម្បីអន្តរជាតិបានដឹងឮថាថៃនឹងឯងគឺជាអ្នកដែលបង្កបញ្ហាយើងមានអារម្មណ៍ថាសប្បាយចិត្តព្រោះឯងបានជួយជាកម្លាំងចិត្តដល់ខ្មែរយើងហើយទោះបីពួកខ្ញុំមក support តិចតួចប៉ុន្តែសង្ឃឹមថាពួកខាង international institution គាត់លឺអំពី news របស់ពីប្រទេសអារម្មណ៍ថាសម្ភើបដែលឃើញបងប្អូនខ្មែរយើងមកទីនេះចូលរួបរวมសាមគ្គីគ្នាខ្មែរតែមួយចិត្តរំភើបកូននឹកឃើញអាណិតអ្នកស្រុកខ្មែរណាកូនមានអារម្មណ៍សប្បាយរីករាយដោយឃើញខ្មែរយើងចេះរួបរวมគ្នាដើម្បីទាមទាររកសន្តិភាពខ្លាណាស់ក្មួយអ៊ំមកពីខ្មែរដែរនេះអ៊ំទៅមកពីខ្មែរតាចាហើយអ៊ំអរគុណហើយដែលខ្មែរដឹងខ្មែរជួយខ្មែរយើងនៅវេទនាណាចាសូមឲ្យខ្មែរយើងក្រោកឡើងណាឈាមតែមួយអ៊ំអរគុណណាកូនអារម្មណ៍ថាសប្បាយចិត្តខ្លាំងដែលមានមោទនភាពចំពោះប្រជាជនខ្មែរយើងមកផាឡូមិនគ្រប់គ្នាចង់និយាយថាយើងស្របគ្នាស្រស់ល្អបងពិតជាមានអារម្មណ៍ថាកក់ក្ដៅមានមោទនភាពដែលបានកើតមកជាកូនខ្មែរមិនដែលស្ដាយក្រោយសំបីមួយវិនាទីដែលកើតមកជាខ្មែរសៀមបានឈ្លានពានប្រទេសខ្មែរយើងធ្វើឲ្យប្រជាជនមានការភ័យខ្លាចតក់សុទ្ធយ៉ាងខ្លាំងជនភៀសខ្លួនទាំងក្មេងទាំងចាស់មានផលវិបាករកកន្លែងជ្រកកោនវេទនាជាពន់ពេកតែខ្មែរយើងបច្ចុប្បន្នឆ្លងកាត់សង្គ្រាមជាច្រើនរាប់សិបដងហើយប្រជាជនយើងក៏តិចប្រទេសយើងក៏តូចក៏ប៉ុន្តែបេះដូងប្រជាជនយើងស្មោះត្រង់ស្មោះសរហើយត្រូវការតែសុខសន្តិភាព I certainly know that Thailand's overstepping the mark and are doing the wrong thing. I think it's a lot of greed and it's a like being a bully. ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ព្រោះខ្ញុំក៏ជាប្រជាជនខ្មែរមួយហើយអ្នកបាត់ដំបងមួយដែរហើយម៉ាក់ប៉ាខ្ញុំក៏នៅបាត់ដំបងចឹងទៅក៏យើងមានក្តីបារម្ភហើយអាណិតអាសូរដល់ជនភៀសសឹកបងកងទ័ពយើងទាំងអស់គ្នាដែរពួកសៀមគេរំលើបមកលើប្រទេសយើងធ្វើឲ្យយើងឈឺចាប់អញ្ចឹងទេពួកយើងមានតែកម្លាំងចិត្តដែលនាំគ្នាមកថ្ងៃនេះដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថាយើងស្រឡាញ់ប្រទេសជាតិយើងស្រឡាញ់បងប្អូនខ្មែរយើងការអំពាវនាវទៅដល់សហគមន៍អន្តរជាតិចេះអំពាវនាវសូមឲ្យគេជួយជាបន្ទាន់ជួយបញ្ឈប់សកម្មភាពរបស់ចលនាថៃបំពេញទៅលើខ្មែរនឹងជាបន្ទាន់រំលោភបំពានទឹកដីខ្មែរខ្ញុំចង់ឲ្យអន្តរជាតិជួយអន្តរាគមន៍ដល់ប្រទេសកម្ពុជាពីព្រោះប្រទេសកម្ពុជាអត់ចង់បានសង្គ្រាមទេប្រទេសកម្ពុជាចង់បានសេរីភាពអញ្ចឹងខ្ញុំសូមស្នើសុំឲ្យអន្តរជាតិជួយមើលកម្ពុជាផងកម្ពុជាត្រូវការសន្តិភាព Cambodia need peace យើងជាខ្មែរយើងមានតែសម្លេងផ្ដាំផ្ញើទៅ international please help Cambodia Cambodia need peace
We are a very peaceful nation. We don't like war. So please help us. តែខ្មែរទាំងឡាយទូទាំងពិភពលោកមានអូស្ត្រាលីជាដើមគឺមិនចង់មានសង្គ្រាមទេចង់ឲ្យថៃនឹងបញ្ឈប់ជាបន្ទាន់នៅការឈ្លានពានទឹកដីកັບសម្រាប់ប្រជាពលរដ្ឋខ្មែរយើងណា ជួយដល់លើកកម្លាំងចិត្តជួយឲ្យកម្លាំងចិត្តដល់អ្នកស្រុកខ្មែរយើងឲ្យមានកម្លាំងទឹកចិត្តណាកូនណាដើម្បីឲ្យជាកម្លាំងកងទ័ពឲ្យមានកម្លាំងចិត្តតស៊ូដើម្បីការពារប្រទេសជាតិតទៅហើយនឹងមានបងប្អូនយើងមួយចំនួនដែលជួយជនភៀសសឹកអីហ្នឹងចាសូមអរគុណនិងត្រេកអរនៅអំពើល្អរបស់បងប្អូនយើងទាំងអស់គ្នាចាដែលបានធ្វើនៅអំពើល្អហ្នឹងចាហើយសូមអរគុណសូមជូនបុណ្យកុសលឲ្យអ្នកទាំងអស់គ្នារួចផុតទុក្ខផុតទោសទាំងអស់រួចគ្រោះចង្រៃទាំងអស់ណាកូនណាអរគុណច្រើនចាយុទ្ធធម៌សម្រាប់ប្រទេសយើងដោយសារចេញពីជនឈ្លានពានសៀមហើយសង្ឃឹមថាដូចអាចបានដោះលែងប្រជាជនហើយនឹងទាហានយើងមកកាន់ប្រទេសយើងវិញចឹងចង់ឲ្យពិភពលោកបានដឹងថាប្រទេសយើងចង់បានសន្តិភាពអត់ចង់បានសង្គ្រាមទេ Cambodia need peace not the war ស្នើសុំឲ្យអន្តរជាតិនិងក៏រដ្ឋាភិបាលអូស្ត្រាលីមានវិធានការណាមួយដើម្បីបញ្ឈប់ពួកថៃឈ្លានពាន I think the only way that Thailand's going to get the message is if international support's there. They're a very powerful and strong country in Thailand. It's a very poor and soft-hearted people. So unless there's international support to put an end to this, really, I don't see it. I don't see anything happening. ពីវនីវធ្វើម៉េចឲ្យថៃបញ្ឈប់ការបាញ់មកលើស្រុកខ្មែរជាបន្ទាន់បីឲ្យអន្តរជាតិគេមើលឃើញថាខ្មែរយើងជាអ្នករងទុក្ខហ្នឹងហើយឲ្យថៃបញ្ឈប់ការវាយប្រហារនៅស្រុកខ្មែរយើងផងខ្ញុំចង់ឲ្យបងកងទ័ពតស៊ូខ្ញុំមានអារម្មណ៍ថាអាណិតបងកងទ័ពដែលគាត់បានព្យាយាមពុះពៀតស៊ូដែលប្រឆាំងនឹងការឈានពានរបស់ថៃដែលគាត់ធ្វើឡើងយ៉ាងកក្លឿនឡើងប្រៃផ្សាយមកលើប្រជាជនខ្មែរហើយនឹងកងទ័ពជួយឲ្យកម្ពុជាមានសន្តិភាពវិញចង់ឲ្យបងប្អូនប្រជាពលរដ្ឋបានទៅផ្ទះនិងចេះក៏បានទៅផ្ទះវិញអានេះក្មេងៗដែលគាត់បានរៀនចាមានអីទេមានគាត់ថាសុំទៅសើនៅវិរៈទឹកចិត្តកងទ័ពខ្មែរយើងដែលមានការតស៊ូសូមឲ្យមានកម្លាំងចិត្តតស៊ូតទៀតដើម្បីប្រទេសជាតិយើងសូម្បីតែយើងនៅក្រៅនេះក៏យើងមានចិត្តនេះដែរតស៊ូដើម្បីប្រទេសជាតិដែរមិនបានអីក៏ជួយឲ្យកម្លាំងចិត្តដែរណាកូនណាមិនមានអីទេមានតែកម្លាំងចិត្តហើយនឹងទឹកលុយអីបន្តិចបន្តួចគាត់ជួយខ្មែរយើងប៉ុណ្ណឹងឯងអរគុណដល់បងកងទ័ពដែលបានពលីជីវិតការពារបុព្វហេតុជាតិទឹកដីខ្ញុំមានមោទនភាពដែលបងដែលហ៊ានពលីជីវិតជួយការពារទឹកដីយើងហើយទោះបីនៅទីណាក្តៅខ្មែរនៅគ្រប់បរទេសនិងនៅជាមួយបងកងទ័ពរហូតដល់ពីចាប់ដើមមកទីបញ្ចប់សូមបងឲ្យមានសេរីសុវត្ថិភាពគ្រប់ពេលវេលាលើកទឹកចិត្តក៏ដូចជាកម្លាំងចិត្តដល់បងប្អូនកងទ័ពទាំងឡាយដែលឈរជើងនៅតាមព្រំដែននោះគឺថាពួកយើងទាំងឡាយពួកអាត្មាទាំងឡាយក្នុងនាមជាខ្មែរគឺមិនបំភ្លេចចោលទេនៅវីរភាពរបស់ពួកបងពួកបងប្អូនទាំងអស់គឺថានឹងជួយគ្រប់វិធីអ្វីដែលអាចជួយបានសង្ឃឹមថាយើងនឹងបានជោគជ័យហើយថារក្សានៅទឹកដីយើងបានគង់វង្សខ្ញុំជូនពរឲ្យពួកមកនៅជួបមកឲ្យគាត់ខំប្រឹងតស៊ូហើយពួកខ្ញុំនៅ support ពីចម្ងាយហើយពួកខ្ញុំសង្ឃឹមថាពួកគាត់នឹងមានកម្លាំងចិត្តໄວនឹងថៃតទៀតសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលហើយក៏ដឹងគុណដល់កងទ័ពជួរមុខដែលបានពលីជីវិតដើម្បីប្រទេសជាតិដើម្បីទឹកដីរបស់យើងដើម្បីកម្ចាត់តទល់នឹងថៃឈ្លានពានយ៉ាងសាហាវយង់ក្នុងមកលើប្រទេសកម្ពុជាយើងសូមអរគុណដល់បងកងទ័ពដល់ទៀតមានតម្រាមដៃ10ទៀតហើយអត់មានអីពាក្យលើសពីហ្នឹងបើមានលីពើលើសពីហ្នឹងខ្ញុំនឹងនិយាយលើសពីហ្នឹងតែមានតែពាក្យក៏អរគុណដែរតែពលីជីវិតសូមអរគុណមានថាមានថាការតស៊ូប្រឹងប្រែងនៅប្រជាជនយើងនៅក្រៅប្រទេសទូទាំងពិភពលោកជួយលើកកម្លាំងចិត្តខ្ញុំជូនពរឲ្យគាត់សុវត្ថិភាពហើយយកឈ្នះពួកសៀមនឹងហើយពួកខ្ញុំចង់ផ្ដល់កម្លាំងចិត្តដល់គាត់កុំឲ្យគាត់បាក់ទឹកចិត្តអីអញ្ចឹងហើយរបៀបថាគាត់ខំការពារប្រទេសយើងអីអញ្ចឹងទៅពួកខ្ញុំនឹងខំជួយដែររបៀបផ្ដល់ជាកម្លាំងចិត្តហើយជាស្បៀងជាអីដល់គាត់អញ្ចឹងទៅហើយ
ពួកជនស៊ីវិលដែរហ្មងអញ្ចឹងទៅហ្នឹងហើយជនប៉យគាត់សុខសុវត្ថិភាព សូមអរគុណនឹងកងទ័ពជួរមុខទាំងអស់ឲ្យបានសុខសប្បាយហើយដែលជួយការពារទឹកដីខ្មែរយើងតាំងពីថ្ងៃសង្គ្រាមលើកទី1ដល់លើកទី2សូមអរគុណដល់កងពលទ័ពនៅជួរមុខខ្លាំងហើយនឹងចង់និយាយច្រើនមិនចាខឹងពេកនិយាយមិនចង់បានមិនគាត់ចង់អរគុណដល់យោធានិងកងទ័ពនៅជួរមុខទាំងអស់បានសុខសប្បាយអត់មានគ្រោះថ្នាក់ទាំងអស់ បើយើងមើលទៅឃើញមានភាពកក់ក្ដួលណាស់ដែលយើងគឺត្រូវតែរួបរวมហើយយើងគឺជាកងទ័ពចុងក្រោយជាចុងទ័ពសមរភូមិចុងក្រោយចាត់ទុកជាកងទ័ពដែរដើម្បីលើកកម្លាំងកងទ័ពគឺមានតែយើងបង្ហាញទឹកចិត្តណាមួយគឺដូចជាយើងរួបរวมថវិកាឬក៏អ្វីដែលយើងអាចមានបន្តិចបន្តួចនៅសមរភូមិក្រោយគឺយើងរួមគ្នា ខ្ញុំសូមលំអរកាយអរគុណដឹងគុណចំពោះវីរៈកងទ័ពដែលបានពលីចំពោះបព្វហេតុជាតិហើយក៏ដូចជាវីរៈកងទ័ពទាំងអស់ដែលកំពុងតែតតាំងជាមួយនឹងសត្រូវថៃឈ្លានពានសូមឲ្យវីរៈកងទ័ពជួបតែសុខសុវត្ថិភាពសូមឲ្យវីរៈកងទ័ពទាំងអស់មានកម្លាំងពលំខ្ញុំជូនពរបងកងទ័ពមានតែសុខសុវត្ថិភាពហើយស៊ូក្លាហាន សូមឲ្យពួកគាត់មានសុខភាពល្អហើយជោគជ័យគ្រប់សមរភូមិទាំងអស់ចាហ្នឹងហើយខ្ញុំដូចគ្នាជូនពរឲ្យគាត់មានឲ្យសុខសុវត្ថិភាពយកឈ្នះឲ្យពួកខ្មាំងសត្រូវឲ្យបានហើយឲ្យត្រឡប់មកវិញដោយសុខសុវត្ថិភាព ដើម្បីផ្ដល់ទៅជាកម្លាំងទឹកកម្លាំងចិត្តហើយជួយឧបត្ថម្ភដល់ជនភៀសខ្លួនដល់កងទ័ពខាងមុខ សូមផ្ដាំផ្ញើទៅវីរៈកងទ័ពយើងដែលនៅស្រុកខ្មែរឲ្យតខំតស៊ូតទៅទៀតហ្នឹងហើយដើម្បីយកឈ្នះមេសត្រូវដែលឈ្លានពានទឹកដីយើងហើយសូមឲ្យមានសមត្ថភាពសុខភាពល្អកម្លាំងមាំមួននិងមានប្រាជ្ញាឆ្លៀសវៃក្នុងការតស៊ូដើម្បីជាតិខ្មែរយើងតទៅមុខទៀត បេះដូងរបស់យើងនៅស្រុកខ្មែររហូតនៅជាមួយបងប្អូនយើង កាយខ្ញុំនៅស្រុកគេមែនប៉ុន្តែចិត្តខ្ញុំនៅស្រុកខ្មែរ ដើម្បីបង្ហាញឲ្យឃើញថាយើងអ្នកតែខាងក្រោយនេះគឺថាយើងរួមគ្នាយើងស្រឡាញ់កងទ័ពស្មើនឹងយើងស្រឡាញ់ទឹកដីយើងជាទាហាននៅក្រៅយើងនៅតែបន្តអ្វីដែលអាចពួកយើងធ្វើទៅបានហើយជាទីបញ្ចប់អរគុណការលះបង់សាច់ស្រស់ជាស្រស់ដើម្បីជាតិ ថ្មីត្បិតតែពួកយើងរស់នៅក្រៅប្រទេសយើងមិនអាចនៅចិត្តគ្នាមែនក៏ប៉ុន្តែបេះដូងចិត្តថ្លើមប្រមាត់គឺនៅជាមួយនឹងវីរៈកងទ័ពគ្រប់វិនាទី